ទៅដល់បងប្អូនដែលតែងតែជ្រុះសក់បាទជ្រុះសក់ច្រើនអញ្ចឹងវិធីសាស្ត្រវាមានច្រើនតាក់ទងទៅនឹងបញ្ហាស្បែកក្បាលបាទសក់ជ្រុះឬក៏ទំពេកបាទស្កូវអីហ្នឹងគឺប្រើបានទាំងអស់បាទអញ្ចឹងអត្ថប្រយោជន៍របស់ឱសថនេះគឺមិនពិបាករកទេបាទវាមាននៅតាមព្រៃរបស់បាទបើសិនជាបងប្អូនមានពេលទំនេរបងប្អូនចង់សាកប្រើគឺប្រើបានអត់ចំណាយថវិកាសូម្បីតែ100រៀលបាទអញ្ចឹងកុំឲ្យខាតពេលបាទទី1បងប្អូនរកវល្លិយាវបាទវល្លិយាវបាទដូចរូបនៅក្នុងអេក្រង់ខ្ញុំដាក់ឲ្យបងប្អូនមើលណាបាទគឺបងប្អូនយកវល្លិយាវនឹងមកបេះស្លឹកវាហ្នឹងណាបាទបងប្អូនយកមកក្តាប់ដីឲ្យណែនបាទមកណែនមកណាបាទលាងទឹកឲ្យស្អាតបងប្អូនបុកឲ្យវាឲ្យម៉ត់ណាបាទបុកឲ្យម៉ត់ហើយគឺបងប្អូនថែមទឹកបាទកន្លះកែវបាទដាក់កន្លះកែវទឹកសុទ្ធទឹកស្អាតយើងណាបាទកន្លះកែវបុកឲ្យម៉ត់ចាំដាក់សិនណាបងប្អូនបាទបងប្អូនកូរឲ្យវាឡើងល្បាយបាទឲ្យវាម៉ត់ទៅចាំបងប្អូនយកមកបាទមកកក់ឬក៏បងប្អូនយកមកញីលើស្បែកក្បាលយើងបាទបើសម្រាប់អ្នកតពេកបងប្អូនបាទព្យាយាមប្រើបាទរយៈពេលត្រឹមតែ1ខែទៅ2ខែគឺសក់ដុះមកហើយបើសម្រាប់សក់ជ្រុះដុះលឿនគឺប្រសិទ្ធភាពចាប់ពី1សប្តាហ៍ឡើងគឺចាប់ផ្ដើមដុះហើយតាក់ទងទៅនឹងឱសថនេះណាបាទអញ្ចឹងបើសិនជាបងប្អូនបាទចង់ប្រើគឺបងប្អូនទៅរកប្រើដោយខ្លួនឯងបានណាបងប្អូនបាទអត់ពិបាករកទេបាទអរគុណច្រើន